សម្ដេចបវរធិបតីហ៊ុនម៉ាណែតការវិភាគខុសពីការពិតរបស់ក្រុមប្រឆាំងលើសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងចិនគឺកំពុងបំផ្លាញខ្លួនឯងឲ្យបាត់បង់ជំនឿព្រោះវិភាគមិនឈរលើសច្ចភាពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងបញ្ជាក់ថាការវិភាគផ្ទុយពីការពិតរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសនៅលើសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងចិនក្រោយពេលដែលប្រធានាធិបតីចិនលោកស៊ីជីនពីងមកកម្ពុជាគឺជាការវិភាគដែលកំពុងបំផ្លាញខ្លួនឯងឲ្យបាត់បង់ជំនឿព្រោះវិភាគមិនឈរលើសច្ចភាពសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី21ខែមេសាឆ្នាំ2025នាឱកាសដែលសម្ដេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំពុងផែទេសចរអន្តរជាតិកំពតសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានថ្លែងដូចនេះថាខ្ញុំវិហុចិត្តម្សិលមិញគេចេញមកហើយខ្ញុំសូមបញ្ជាក់ដូចនេះថាខ្ញុំឃើញអ្នកនាំពាក្យនឹងទៀតយូរអស់ហើយមួយក្រុមប្រឹក្សាធ្វើការតែ2ឬ3នាក់គ្នាគាត់នឹងឯងតើខ្មែរអាក្រក់សុទ្ធទេប្រជាពលរដ្ឋខ្មែរយើងល្អឥតខ្ចោះឬមួយប្រទេសយើងវាអាក្រក់ជាងគេដែរទេខ្លួនជាខ្មែរដែរហេតុអ្វីមិននិយាយល្អពីខ្មែរផងចំណុចអវិជ្ជមានរិះគន់វិប្រហាត្រឹមត្រូវធ្វើចុះប៉ុន្តែពេលខ្លះបើមិននិយាយគេមិនថាកូននោះទេសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបន្ថែមថាម្សិលមិញលោកកឹមសុខបានធ្វើការវិភាគលើសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងចិនដែលក្រសួងការបរទេសបង្ហោះក្រៅទស្សនកិច្ចរបស់ប្រធានាធិបតីចិនគេចេញមកសំយោគ3ចំណុចហើយចំណុចទី3គេចោទថាតាមសេចក្តីប្រកាសរួមនោះគឺរដ្ឋាភិបាលក្រុងភ្នំពេញបានលើកប្រទេសកម្ពុជាទាំងមូលឲ្យទៅចិនគ្រប់គ្រងទៅហើយតាំងពីវិស័យសន្តិសុខកងកម្លាំងប្រដាប់អាវុធតាំងពីថ្នាក់ក្រោមជាតិដល់កម្ពុជាតាំងពីវិស័យសេដ្ឋកិច្ចឲ្យចិនគ្រប់គ្រងទាំងអស់ពាក់ព័ន្ធចំណុចនេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតចោទសួរថាតើបានឯកសារនេះមកពីណាការបកស្រាយឯកសារដែលបានបង្ហោះជាសាធារណៈលើសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងចិនដែលផ្ទុយពីការពិតនេះគឺស្មើនឹងបំផ្លាញនៅការទុកចិត្តខ្លួនឯងព្រោះប្រជាជនខ្មែរក៏ចេះអានអក្សរដែរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានបន្ថែមថាការធ្វើនយោបាយត្រូវតែសន្សំមូលធននយោបាយឲ្យបានច្បាស់លាស់ហើយបើបាត់បង់មូលធននយោបាយស្មើនឹងបាត់បង់ការគ្រប់គ្រងដែលមូលធននយោបាយរបស់អ្នកនយោបាយគឺមានសិលធម៌គុណធម៌សច្ចធម៌និងជំហរនឹងនៅច្បាស់លាស់